Let's create something truly unique today. I am ready when you are. Show me a landscape from another planet. Generating a vibrant world. ថ្ងៃនេះគឺយើងនឹងមករៀនអំពីចំណុចសំខាន់មួយគឺតើតឹងទៅនឹងការសន្ទនាជាមួយ AI អញ្ចឹងដើម្បីឲ្យ AI អាចឆ្លើយរាល់សំណួររបស់បងប្អូនទាំងអស់គ្នាប្រកបដោយវិជ្ជាជីវៈគឺយើងត្រូវចេះប្រើប្រាស់រូបមន្តនៅក្នុងការសរសេរប្រមបងប្អូនទាំងអស់គ្នាអាចគិតបែបនេះបាន AI វាប្រៀបបីដូចជាបុគ្គលិកម្នាក់ដែលឆ្លាតដែលដឹងគ្រប់រឿងក៏ប៉ុន្តែនៅពេលដែលយើងសួរនៅសំណួរអត់បានច្បាស់ឬក៏ប្រមរបស់យើងអត់ច្បាស់ទេពេលនោះ AI នឹងបញ្ចេញនៅលទ្ធផលឲ្យមកយើងក៏អត់ច្បាស់ដែរវាមិនខុសណាពេលយើងទៅទិញកាហ្វេគេផឹកឧទាហរណ៍នៅពេលដែលយើងទៅទិញកាហ្វេហើយយើងប្រាប់អ្នកលក់ថាបងកាហ្វេខ្ញុំមួយអញ្ចឹងអ្នកលក់គាត់អត់ដឹងទេថាយើងចង់ពិសាកាហ្វេបែបណា hot latte ice latte កែវតូចកែវធំកែវកដាលហើយដាក់ស្ករប្រមាណភាគរយអញ្ចឹងទាល់តែយើងប្រាប់ទៅកាន់អ្នកលក់ច្បាស់បានគាត់អាចដាក់ជាកាហ្វេឲ្យត្រូវជាមួយចិត្តរបស់យើងឥឡូវយើងត្រឡប់មកកាន់ការប្រើប្រាស់ AI របស់យើងវិញអញ្ចឹងបងប្អូនទាំងអស់គ្នាអាចបើក AI tool មួយណាក៏បានដែរ ChatGPT ក៏បាន Claude ក៏បាន Gemini ក៏បានដែរបន្ទាប់មកជំហានទី1គឺយើងផ្ដល់តួនាទីទៅឲ្យ AI កន្លែងនេះវាមិនខុសណាពីយើងរើសបុគ្គលិកមកទេអញ្ចឹងនៅពេលដែលយើងត្រូវការរើសបុគ្គលិកថាយើងត្រូវការបុគ្គលិកផ្នែកអីគេផ្នែក digital marketing ផ្នែក content creation ផ្នែកលក់ឬក៏ផ្នែកបម្រើសេវាកម្មអតិថិជនអញ្ចឹងជាដើមអញ្ចឹងនៅពេលដែលយក AI មកប្រើក៏យើងត្រូវប្រាប់ពីនាទីរបស់គេដែរជាឧទាហរណ៍នៅទីនេះខ្ញុំនឹងដាក់នាទីឲ្យ AI គឺជាអ្នកជំនាញខាង marketing អញ្ចឹងកន្លែងនេះយើងអាចបន្ថែមបទពិសោធន៍បន្ថែមទៀតក៏បានដែរឧទាហរណ៍ you are expert marketing with over 20 year experience កន្លែងនេះគឺយើងអាចដាក់នៅបទពិសោធន៍ប្រព័ន្ធនេះឬក៏ត្រឹម15ឆ្នាំអីបានហើយបងប្អូនទាំងអស់គ្នាកុំដាក់បទពិសោធន៍នឹងទៅវែងឆ្ងាយឡើយពេកព្រោះអី AI វានឹងអាចយកនៅបទពិសោធន៍ចាស់ៗយកមកឲ្យយើង apply ជាមួយនឹងបរិបទថ្មីអញ្ចឹងកន្លែងនេះគឺយើងអាចដាក់បទពិសោធន៍ប្រព័ន្ធហ្នឹងហេតុអ្វីបានជាយើងត្រូវដាក់ឲ្យ AI ទៅជាអ្នកជំនាញកាលណាតែយើងផ្ដល់នាទីឲ្យ AI ប្រដូចទៅនឹងអ្នកជំនាញពេលនោះ AI នឹងឆ្លើយចម្លើយមកយើងវិញដូចជាអ្នកជំនាញអញ្ចឹងផ្នែកទី2គឺ context គឺជាព័ត៌មានដែលយើងផ្ដល់ទៅឲ្យ AI អញ្ចឹងកន្លែងនេះបងប្អូនទាំងអស់គ្នាកុំឲ្យ AI ទាយពីយើងមានន័យថាកុំឲ្យ AI គ្នាទាយថាយើងធ្វើការងារអីយើងកំពុងជួបបញ្ហាអីហើយយើងត្រូវការដំណោះស្រាយបែបណាជាជាងនៅការឲ្យ AI ទាយបងប្អូនទាំងអស់គ្នាគឺយើងត្រូវប្រាប់ទៅកាន់ AI វិញឧទាហរណ៍យើងអាចប្រាប់ទៅកាន់ AI ថាយើងឈ្មោះអីយើងធ្វើការងារអីហើយបច្ចុប្បន្នយើងកំពុងតែធ្វើទៅលើ project អីគេអញ្ចឹងបកមកឧទាហរណ៍នៅក្នុងវីដេអូរបស់យើងនេះខ្ញុំនឹងប្រាប់ AI ថាខ្ញុំលក់កាហ្វេនៅសៀមរាបហើយអតិថិជនរបស់យើងគឺជាយុវជនអញ្ចឹងនេះឯងគឺជា context អញ្ចឹង context នេះរាល់ព័ត៌មានដែលសំខាន់បងប្អូនទាំងអស់គ្នាអាចបោះចូលលើអស់ដើម្បីឲ្យ AI កាន់តែស្គាល់ពីយើងហើយបន្តមកទៀតចូលទៅកាន់ផ្នែកទី3គឺ task គឺជាការដាក់នៅការងារជាក់លាក់ណាមួយឲ្យ AI ធ្វើការងារឲ្យអញ្ចឹងដោយសារតែយើងឲ្យនាទីទៅកាន់ AI គឺជាអ្នក marketing អញ្ចឹងខ្ញុំនឹងឲ្យភារកិច្ចមួយទៅកាន់ AI គឺឲ្យសរសេរនៅ Facebook post ដើម្បីបង្ហាញថាហាងរបស់យើងមានការ discount 20% អញ្ចឹងតើតើនឹងភារកិច្ចនៅកន្លែងនេះគឺយើងចាប់ផ្ដើមដាក់ម្ដងមួយភារកិច្ចបានហើយឧទាហរណ៍បើសិនបើយើងមានភារកិច្ចធំមួយឲ្យ AI ធ្វើឲ្យឧទាហរណ៍ផ្សេងពីនេះឧទាហរណ៍សរសេរ business plan អញ្ចឹងបន្ទាប់ពីសរសេររួចយើងអាចយកអា plan តូចៗហ្នឹងមកសួរ AI បន្ទាប់អីបានផ្នែកទី4គឺ format សមត្ថភាពរបស់ AI នៅពេលសប្តាហ៍នេះគឺអាច output ជា file បានច្រើនមែនទែនមិនថាជា Word Excel PowerPoint ឬក៏ HTML file ឬក៏អីគេផ្សេងៗទៀតគឺវាអាចធ្វើបានច្រើនអញ្ចឹងនៅទីនេះបងប្អូនទាំងអស់គ្នាចង់បាន output នៅក្នុងទម្រង់បែបណាយើងប្រាប់ AI បែបហ្នឹងមកហើយបើសិនបើយើងមានជាឧទាហរណ៍គំរូឬក៏ reference យើងអាចបោះ reference នឹងចូលក៏ប៉ុន្តែ reference ដែលដាក់បញ្ចូលនឹងបងប្អូនទាំងអស់គ្នាត្រូវតែដាក់ឈ្មោះនិង file extension ឲ្យបានត្រឹមត្រូវដើម្បីឲ្យយើង copy នៅឈ្មោះនិង file extension ហ្នឹងយកទៅធ្វើជា reference ឥឡូវយើងនឹងយកផ្នែកទាំង5ហ្នឹងមកបញ្ចូលគ្នាយើងនឹងទទួលបាននៅលទ្ធផលនៃ prompt បែបនេះ You are expert copywriter with over 20 year experience ហើយ context របស់យើងគឺខ្ញុំកំពុងតែលក់កាហ្វេនៅសៀមរាបអតិថិជនគោលដៅរបស់យើងជាយុវជន
ហើយភារកិច្ចដែលយើងដាក់ឲ្យ AI ធ្វើគឺសរសេរ Facebook post តែទៅនឹងការបញ្ចុះតម្លៃ 20% format ជាភាសាខ្មែរហើយបើសិនបើមាន file គំរូយើងដាក់នៅទីកន្លែងនេះតែខ្ញុំមកដាក់ file គំរូទេអាកន្លែងឧទាហរណ៍ហ្នឹងខ្ញុំ skip ចោលហើយយើងនឹងមើលចម្លើយទាំងអស់គ្នាហើយនេះគឺជាលទ្ធផលដែល AI បានផ្ដល់មកឲ្យយើងអញ្ចឹងរាល់លទ្ធផលទាំងអស់បងប្អូនទាំងអស់គ្នាត្រូវប្រើនៅ golden rule របស់យើងការងារ 80% AI ធ្វើហើយសល់ 20% គឺយើងត្រូវ double check អញ្ចឹងយើងអង្គុយ double check បន្តិចមកប្រសិនបើយើងពេញចិត្តអូខេអាចយកទៅប្រើបានបើសិនបើអត់ទាន់ពេញចិត្តទេអាចកែសម្រួលដោយសរសេរpromptនៅទីនេះដើម្បីបញ្ជា AI បន្តបានហើយ tip មួយដែលងាយស្រួលសម្រាប់បងប្អូនដែលអត់ចាំ prompt បងប្អូនទាំងអស់គ្នាគ្រាន់តែប្រាប់ពីគោលដៅរបស់យើងថាយើងចង់បានអីគេហើយបន្ទាប់មកឲ្យ AI សរសេរនៅ master prompt របស់យើងដោយប្រើប្រាស់នៅរូបមន្ត five part prompt formula ពេលនោះ AI វានឹងចាប់ផ្ដើមផ្ដល់ជា master prompt ឲ្យយើងអញ្ចឹង master prompt នឹងទៀតសោតក៏យើងអត់ទាន់ទៅ copy paste ដោយផ្ទាល់ដែរបងប្អូនទាំងអស់គ្នាអាចទៅអានមើល master prompt ដែល AI នឹងផ្ដល់ឲ្យបើសិនបើតើការដាក់នៅ context បន្ថែមអីយើងអាច add on នៅ context របស់យើងនៅទីកន្លែងហ្នឹងហើយបន្តមកយើងអាចយកមក pass បានដូចគ្នាហើយកលឹះនេះក៏ខ្ញុំតែងតែប្រើដែរនៅក្នុងការសរសេរ prompt របស់ខ្ញុំដោយខ្ញុំឲ្យ AI ជួយសរសេរឲ្យបន្ទាប់មកខ្ញុំ verify check ចប់បានខ្ញុំយកទៅ pass ទៅលើឆាតថ្មីអញ្ចឹងនៅក្នុងមេរៀននេះគឺយើង slash ប្រព័ន្ធនេះសិននៅមេរៀនក្រោយគឺយើងនឹងស្វែងយល់អំពី context window